លំហាត់ថ្នាក់ទី11ចឹងលំហាត់នេះប្លែកឥឡូវយើងសាកមកគិតទាំងអស់គ្នាមកលំហាត់នេះគេឲ្យយើងបង្ហាញថា x គុណជាមួយនឹង y ហ្នឹងស្មើនឹង z គុណជាមួយនឹងកតាឲ្យ x បូកជាមួយនឹង y អញ្ចឹងបំរាប់របស់យើងសមភាពហ្នឹងគេឲ្យ3តគ្នាឥឡូវយើងមើលថាអាការបង្ហាញរបស់យើងហ្នឹងវាតកតងនឹងផលគុណនិងផលបូកអញ្ចឹងផលគុណផលបូកបំរាប់របស់យើងគេឲ្យមកតែប៉ុណ្្នឹងឯងអញ្ចឹងតើយើងចេញតាមផ្លូវណាដើម្បីវាបានឥឡូវយើងសាកគិតតនេះមួយបើសិនជាខ្ញុំមាន1នៅលើ x បូកជាមួយនឹង1នៅលើ y តើវាតកតងនឹងផលគុណនិងផលបូកអត់ឥឡូវយើងតម្រូវភាគបែងទៅវាបាន x បូកជាមួយនឹង y ចែកជាមួយនឹង x y អញ្ចឹងយើងឃើញថាវាតកតងនឹងផលគុណហើយនឹងផលបូកឥឡូវខ្ញុំទៅរក1នៅលើ x ហើយនឹង1នៅលើ y អញ្ចឹង1នៅលើ x យើងអាចរកតាមណាអញ្ចឹងតកតងនឹង x គឺអា2នេះអានេះហើយអញ្ចឹងតើយើងយកវានឹងស្មើជាមួយនឹងអាណាឥឡូវខ្ញុំយកវាស្មើជាមួយនឹងសិត1ចុះយើងបង្កើតតែវាជាប់ទៅសិត1ទៅបានហើយ b នឹងស្មើនឹងនឹងដែរឥឡូវយើងទៅមើលណាតោះអញ្ចឹងយើងយកមកដោយសារវាសមភាព3តគ្នាយើងយកស្មើអាណាក៏បានដែរអត់បញ្ហាអូខេអញ្ចឹងបានប៉ុណ្ណឹងឥឡូវតើយើងទាញរក x តាមណាអញ្ចឹងយើងរៀនដល់អនុគម logarit យើងដឹងហើយថាបើសិនជាយើងមាន ln a ស្វ័យគុណ alpha គឺយើងអាចតម្លាក់ alpha បានហើយ ln ហ្នឹងជាប់ a ដែលអញ្ចឹងយើងអាចប្រើតាមហ្នឹងណាអញ្ចឹងពាក់ ln សងខាងមក ln a ស្វ័យគុណ x ស្មើជាមួយនឹង ln ab ស្វ័យគុណ z អញ្ចឹងយើងអាចតម្លាក់ a ចេញមកអញ្ចឹងយើងបានln a ដដែលអានេះតម្លាក់សិតចុះមកយើងបានln ab ណោះអញ្ចឹងយើងទាញរក x មួយសិនមកទាញរក x មក x វាស្មើជាមួយនឹងz គុណនឹងln ab ចែកជាមួយនឹងln a ដោយសារយើងចង់រក1នៅលើ x អញ្ចឹងយើងរកអីគេយើងរកនេះមកយើងចម្រាស់វាមកយើងបានអីគេយើងបាន1នៅលើ x វាស្មើជាមួយនឹងln a នៅលើអានេះវិញណាដោយសារយើងចែកប្រភេទទៅយើងយកប្រភេទទី1គុណនឹងចម្រាស់នៃប្រភេទទី2អូខេ ab អញ្ចឹងយើងទុក1ចុះឥឡូវយើងទៅរក1នៅលើ y មួយទៀតណាអញ្ចឹង1នៅលើ y អញ្ចឹងអាកន្លែងទៅនេះយើងបាន1អញ្ចឹងយើងយក a សេគុណb សេគុណ y មួយមកហើយស្មើជាមួយនឹង ab ស្វ័យគុណសិតយើងសរសេរឲ្យតែជាប់សិតមួយមកបានហើយខ្លាចវាយកទៅបូកដកទៅយើងអាចសម្រួលនេះបានតោះឥឡូវយើងទាញរក y មកយើងអាចពាក់ ln មកln b ស្វ័យគុណ y ស្មើនឹងln ab ស្វ័យគុណ z អញ្ចឹងអានេះបើប្រឡងសិស្សបកែប្រចាំសាលាអីអាចដាក់អានេះមួយទៅក៏តំណងដែរអូខេអញ្ចឹងតម្លាក់សិតចុះមកយើងបាន ab ណាln ab អញ្ចឹងឥឡូវយើងទាញរកy វាស្មើជាមួយនឹងln សំទោសវាស្មើ z ln ab ចែកជាមួយនឹងln b ណាអញ្ចឹងពេលដែលយើងចម្រាស់វាមកគឺ1នៅលើ y វាស្មើជាមួយនឹងln b ចែកជាមួយនឹង z ab អានេះគឺជាយើងតាំងនៃការ2អញ្ចឹងទៅឥឡូវយើងយក1បូក2ទៅយើងរក1លើ x ឃើញហើយ1នៅលើ y ឃើញហើយឥឡូវយើងយកវាមកបូកចូលគ្នាមកតែយើងអាចធ្វើបានទេមកអូខេស៊ូមតិចមកអញ្ចឹងយក1បូកជាមួយនឹង2គេបាន1នៅលើ x បូកជាមួយនឹង1នៅលើ y អញ្ចឹងវាស្មើជាមួយនឹងln a ចែកជាមួយនឹង z ln ab បូកជាមួយនឹងអីគេបូកជាមួយនឹងln b
ចែកជាមួយនឹង set ln AB ចឹងយើងឃើញថាភាពបែងរបស់វាដូចគ្នានេះយើងស៊ីសងអង្គទី1មកចឹងយើងបាន x បូកជាមួយនឹង y ចែកជាមួយនឹង x y អូខេចឹងអានេះយើងដាក់ភាពបែងរួមបាន set ln AB ចឹងអានេះយើងបាន ln A បូក ln B ln A បូក ln B តែយើងមានរូបមន្តនេះយើងមានរូបមន្តមួយគឺ ln A បូក ln B វាស្មើជាមួយនឹង ln A គុណនឹង B នេះគឺជារូបមន្តអូខេតាអញ្ចឹងយើងបានមក x បូកនឹង y នៅលើ x y វាស្មើជាមួយនឹង ln A AB ណាអញ្ចឹងចែកជាមួយនឹង set ln AB អញ្ចឹងយើងសម្រួល ln AB នឹងចោលទៅយើងបាន x បូកនឹង y y លើ x y ស្មើជាមួយនឹង1នៅលើ set អញ្ចឹងយើងគុណខ្វែងគ្នាមកយើងគុណខ្វែងគ្នាមកយើងបាន set គុណនឹង x y វាស្មើជាមួយនឹង x y អញ្ចឹងដូចអ្វីដែលគេចង់បានទេណាយើងមើលមកដូចនៅដូចឯគ្រាន់តែអាមួយនោះនៅអង្គទី1អានោះនៅអង្គទី2អញ្ចឹងយើងអាចសេមកអញ្ចឹង x បូកx គុណជាមួយនឹង y ស្មើជាមួយនឹង set គុណជាមួយនឹង x បូកជាមួយនឹង y ត្រូវបានស្រាយបញ្ជាក់អញ្ចឹងដាក់ទៅពិតទៅមិនសេច្រើនទេអញ្ចឹងអ្វីដែលគេចង់បានគឺយើងស្រាយឃើញហើយអញ្ចឹងតែប៉ុណ្្នឹងទេអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងបើមានចម្ងល់អីយើងអាច comment សួរបានណាខ្ញុំនឹងចូលឆ្លើយតបអរគុណច្រើន